ស្ដេចដ៏ឃោរឃៅចាប់ជាតិជាកូនក្មេងភាគទី30រេខ្ញុំបានឮថាកូនរបស់អ្នកនៅមានជីវិតទេតើមានរឿងអ្វីនឹងអាលធើបានសន្ចឹងគិតតាមមនុស្សទាំងអស់នេះគឺជាអ្នកដែលបានថែរក្សាគ្រួសាររបស់ខ្ញុំឬវីនសែនតាប៊ីថាខ្ញុំចង់ឲ្យអ្នកជួបកូនប្រុសរបស់ខ្ញុំអាលធើវិនសិនខ្ញុំបានឃើញហើយអាលធើនេះគឺជាវីនសិនហាស្ទៀដែលជាម្ចាស់ហាងលក់វត្ថុបែបអូសៀងហាស្ទៀហើយក៏ជាមិត្តចាស់របស់ខ្ញុំដែលខ្ញុំកំពុងធ្វើការជាមួយគាត់ផងដែរនេះគឺជាផ្ទះរបស់គាត់ដូច្នេះសូមណែនាំខ្លួនមុនពេលយើងចាប់តាមប្រយុទ្ធអាលធើរីករាយដែលបានជួបលោកវិនសិននិងលោកស្រីហាស្ទីខ្ញុំប្រាកដថាវាអាចធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលប៉ុន្តែជាផ្ទាល់ខ្លួនខ្ញុំបានស្នើឲ្យពួកគេកុំប្រាប់នរណាទេអំពីស្ថានភាពរបស់ខ្ញុំដូច្នេះអនុញ្ញាតឲ្យខ្ញុំសុំទោសចំពោះភាពច្របូកច្របល់នេះហើយតើអ្នកប្រាកដមែនទេថានេះជាឪពុករបស់អ្នកអាលធើបែបនេះជាឪពុករបស់ខ្ញុំត្រូវបានគេសួរបែបនេះជាច្រើនដងរីករាយណាស់ដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំអាលធើនេះគឺជាលីលីនាងមានអាយុប្រហែលអ្នកដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងពីរអាចក្លាយជាមិត្តនឹងគ្នាបានតើខ្ញុំអាចប៉ះសត្វចិញ្ចឹមរបស់អ្នកបានទេពិតប្រាកដណាស់បានខ្ញុំនិងអាលធើកំពុងតែត្រៀមចេញទៅខាងក្រោយដើម្បីវឹកហាត់ប្រយុទ្ធបន្តិចអូវឹកហាត់ប្រយុទ្ធឈប់វឹកហាត់ប្រយុទ្ធឬពួកគេពិតជាវឹកហាត់ប្រយុទ្ធមែនទេខ្ញុំក៏ភ្ញាក់ផ្អើលដែរប៉ុន្តែអាលធើតែងតែជាអ្នករៀនបានលឿនហើយគាត់គ្មានហេតុផលណាមួយដើម្បីកុហកយើងទេដូច្នេះខ្ញុំគួរតែជឿទេថាក្មេង8ឆ្នាំម្នាក់មិនត្រឹមតែដាស់ថាមពលប៉ុណ្ណោះទេប៉ុន្តែបានអភិវឌ្ឍទៅចំណុច3ហើយសូម្បីតែក្មេងឆ្លាតដែលត្រូវបានទទួលចូលសាលាសាយរើស Academy ទាំងនោះក៏ទើបតែស្ថិតនៅដំណាក់កាល Dark Red ប៉ុណ្ណោះហើយពួកគេច្រើនមានអាយុដល់11ឬ12ឆ្នាំខ្ញុំគិតថាល្អជាងគេបើគាត់មិនប្រាប់ខ្ញុំថាគាត់ស្ថិតនៅកម្រិតពណ៌ក្រហមប៉ុណ្ណោះព្រោះខ្ញុំមិនអាចវឹកហាត់គន្លឹះថាមពលខ្លួនឯងបានខណៈពេលកំពុងរួមចំណែកជាមួយឆន្ទៈរបស់ស៊ីលវីដែលជាសត្វប្រើឥទ្ធិពលខ្លាំងមួយតើកូនត្រៀមខ្លួនហើយឬនៅប៉ាមិនមែនមានកម្លាំងខ្សោយដូចមុនទេខ្ញុំក៏ដូចគ្នាពុកជឿថាអាចឈ្នះខ្ញុំមែនទេអាលធើបានធ្វើការបំលាស់ទីយ៉ាងលឿនហើយក៏បានហក់ទៅដើរតែត្រូវបានពុកទប់រងជាប់យ៉ាងស្រួលតើកូនព្យាយាមអស់ពីកម្លាំងហើយមែនទេពេលនោះអាលធើបានហក់ចូលល្បីម្ដងទៀតតែត្រូវបានឪពុកខន់ធ្វើបានម្ដងទៀតដោយធ្វេសប្រហែសអាលធើបានឃើញចំណុចខ្សោយហើយបានចាប់បោកឪពុកឲ្យខ្ទាតទៅម្ខាងតើប៉ាគិតដូច្នេះមិនអាក្រក់ទេខ្ញុំទទួលស្គាល់ថាអ្នកបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលប៉ុន្តែឪពុករបស់អ្នកនឹងចាប់ផ្ដើមលេងមែនទែនហើយនេះជាជំនាញទូចមួយដែលខ្ញុំបានសិក្សាបន្ទាប់ពីខ្ញុំបំបែកដល់កម្រិតពណ៌ទឹករុញងងឹតគុំថាខ្ញុំមិនបានព្រមានអ្នកនឹងឲ្យណាអ្នកមកជិះចាប់ពីពេលដែលពួកគេបានភ្ញាក់ថាមពលមកនោះតែងតែមានសមត្ថភាពគ្រប់គ្រាន់ឬសមត្ថភាពពិសេសជាប់តាក់ទងនឹងធាតុណាមួយដែលពួកគេគ្រប់គ្រងបានល្អជាងគេឪពុកតែជាច្រើនស្វែងរកអ្នកជំនាញដើម្បីធ្វើតេស្តថ្លៃលើកូនរបស់ពួកគេដើម្បីដឹងពីផ្លូវណាដែលគួរលើកស្ទួយឲ្យកូនរបស់ពួកគេដែលជាអ្នកម៉ាជីកទើបនឹងកើតនិងអភិវឌ្ឍទៅនៅក្នុងពិភពនេះអ្នកបញ្ចេញវេទមន្តមានអត្ថប្រយោជន៍ដើមដោយសារពួកគេអាចបង្កើតនិងគ្រប់គ្រងធាតុដែលពួកគេមានភាពស្រឡាញ់បានដោយសូម្បីមិនបាច់សិក្សាដ៏ជ្រៅសម្រាប់អ្នកបង្កើនកម្លាំងភាពស្និទ្ធស្នាលទៅនឹងធាតុនានាគឺល្មមនឹងមើលមិនឃើញច្បាស់ការបង្ហាញធាតុចេញជាក់ស្ដែងនោះត្រូវការឲ្យអ្នកបង្កើនកម្លាំងឆ្លងកម្រិតមួយចំនួនសិនទើបអាចបង្ហាញវានៅខាងក្រៅបានសម្រាប់ឪពុករបស់ខ្ញុំដែលបានប្រយុទ្ធនឹងហាត់ប្រាណយ៉ាងលំបាកតាំងពីនៅអាយុតិចប៉ុន្តែគាត់មិនបានទទួលការបន្តបណ្ដាផ្លូវការណាមួយនោះឡើយគាត់ត្រូវចំណាយពេលរហូតដល់កម្រិតអរ៉េងខ័រទើបអាចបំលែងការប្រាមាណាដល់ចំណុចកំពូលរបស់គាត់ឲ្យคล้ายជាភ្លើងពិតប្រាកដបានពីពិភពលោកចាស់របស់ខ្ញុំធាតុមិនមែនជាអ្វីដែលកំណត់តាំងពីកំណើតទេប៉ុន្តែវាជាផ្លូវមួយដែលមនុស្សម្នាក់ជ្រើសរើសដើរទៅដោយចង់បាននិងស្ម័គ្រចិត្ត
ទេពកោសល្យគឺជាផ្នែកដ៏សំខាន់មួយប៉ុន្តែដោយសារតែមិនមាននរណាត្រូវបានដាក់កម្រិតឲ្យមានតែសមត្ថភាពគ្រប់គ្រងធាតុជាច្រើនតែមួយទៅនឹងធាតុណាមួយនោះរះមុខទេការខិតខំប្រឹងប្រែងក៏មានតួនាទីសំខាន់ដែរសម្រាប់ខ្ញុំដែលមានការបន់ទោសបណ្ដាលនិងអត្ថប្រយោជន៍ជាច្រើនបន្ទាប់ពីបានមកដល់ពិភពលោកនេះអ្វីទាំងអស់នោះបានរួបរួមចូលគ្នាដល់ចំណុចនេះខ្ញុំក៏បានរៀនជំនាញបន្តិចបន្តួចផងដែរខ្ញុំក៏លេងមែនទែនដែរយើងក្រឡែកមកមើលភាពបន្ទាប់ដោយការរំពឹងទុករបស់ឪពុកខ្ញុំការតាប់ដៃរបស់គាត់កាន់តែមុតស្រួចហើយគាត់កំពុងប្រើថាមពលដល់ចំណុចកំពូលរបស់គាត់ដូច្នេះខ្ញុំមិនអាចចាញ់បានទេ